អ្នកដែលមាន Facebook page ចង់ដាក់ admin page ឲ្យបានច្រើនណាតោះមកមើលវីដេអូការបង្ហាញរបស់ខ្ញុំមកបាទយើងចូលក្នុង Facebook យើងមកយើងចុចទៅលើ profile page របស់យើងបាទបន្ទាប់មកយើងចុចសញ្ញាត្រេក3នៅលើ profile របស់យើងមកមួយបងប្អូនចុចកន្លែងពាក្យថា page នេះមកកន្លែងរូប Kale ចុចវាមកបន្តទៅមុខទៀតបងប្អូននឹងរើសយកពាក្យថា admin អូឃើញទេនេះ manage admin បាទកន្លែងរូប Kale ដូចគ្នាដែរចុចមកវានឹងបង្ហាញបែបនេះយើងចុចខាងលើគេ add new ទៅចុច add new ហើយយើងធ្វើការចុច next ចុចនេះហើយធ្វើការ search ឈ្មោះaccount ដែលយើងចង់ដាក់ admin ចូលមកបាទនេះបង្ហាញរូបដែលខ្ញុំពាក់ Upper Q បាទនេះពេលដែលយើងចុចបានបែបនេះហើយបងប្អូនកុំភ្លេចបើកអាកន្លែងសញ្ញា Upper Q កន្លែងនេះកុំភ្លេចបើកបងប្អូនបើសិនវាបិទចេះយើងចុចបើកមកបានយើងអាចគ្រប់គ្រង full ទៅលើ page របស់យើងបានបន្ទាប់មកចុចពាក្យថា access នេះមកបាទចុចបន្ទាប់មកវាត្រូវការ password បាទកន្លែងនេះខ្ញុំសុំបាំងដោយសារតែជា password account Facebook admin របស់ខ្ញុំបាំងសិនបាទទោះយើងចុច confirm ទៅវានឹងផ្ញើទៅហើយដូច្នេះវានឹងរងចាំរយៈពេល30ថ្ងៃបើសិនតែ admin ដែលយើង invite នេះអត់ទៅចុចទទួលទេរយៈពេល30ថ្ងៃវានឹងផុតកំណត់បាត់ទៅវិញហើយដូច្នេះយើងទៅមើលនៅលើ account admin របស់យើងនៅលើ account admin ដែលខ្ញុំបាន invite មកមិញនេះ account admin ខ្ញុំនេះយើងចូលមកបងប្អូនមើលកន្លែងសញ្ញាកណ្ដឹងរបស់គ្នាឃើញរូបកណ្ដឹងហើយនេះខាងក្រោមចុចមួយមកយើងចុចមកកន្លែងសញ្ញាកណ្ដឹងឃើញហើយយើងចុចទទួលមកតែមកយើងចុចពាក្យថា review invite យើងចុច review invite មកតែមកយើងចុច next តែមកទៀតយើងចុចពាក្យ accept បាទនេះឃើញទេវាឲ្យយើង switch ណាមិនថាយើង switch ទៅចូល page ឥឡូវនេះទៅបើយើងមិនចង់ចូលឥឡូវយើងចុច not now ក្រោមទៅឥឡូវខ្ញុំចុច archive ខាងលើមកចូលទៅ page បងប្អូនមើលបាទនេះវាកំពុងតែ switch ចូលក្នុង page របស់យើងហើយបាទឥឡូវចូលមកដល់ហើយនេះបានចូលដល់ក្នុង page ហើយយើងអាចមានសិទ្ធិគ្រប់គ្រង page នេះយើងអាចផុសយើងអាចremove អីណាមួយផ្សេងផុសណាមួយដែលយើងគិតថាវាមិនល្អយើងអាចលុបចោលទៅបាទជា page ថ្មីដែលខ្ញុំទៅបង្កើតទេបងប្អូនគ្នាបាទ